ស្ត្រីមេម៉ាយម្នាក់បានទៅភ្នំដើម្បីរកបន្លែព្រៃហើយបានជំពប់ដួលលើសត្វហ្វូនិកពណ៌មាសមួយក្បាលដែលពោរពេញដោយដាវមុតស្រួចជិតស្លាប់ស្ត្រីមេម៉ាយនោះដោយចិត្តទន់ភ្លន់បានស្រែកឡើងថាកូហ្វូនិកខ្ញុំនឹងជួយសង្គ្រោះអ្នកទោះជាយ៉ាងណាក៏ដោយសត្វហ្វូនិកបានខំដៃនាងយ៉ាងសាហាវដោយកុហកថាបងស្រីខ្ញុំជាសត្វស្លាបដ៏ទេវភាពមិនមែនជាសត្វស្លាបធម្មតាទេហើយបន្ទាប់មកក៏ស្ត្រីមេម៉ាយនោះបានទាញដាវចេញម្ដងមួយយ៉ាងរហ័សយកស្មៅម៉ាក្វត់ចេញពីថង់ក្រណាត់របស់នាងហើយប្រញាប់លាបវាទៅលើរបួសរបស់ហ្វូនិកមុនពេលយកវាទៅផ្ទះរយៈពេល3ខែបន្ទាប់ស៊ីអ៊ីវឡានបានចិញ្ចឹមគ្រាប់ស្រូវសាឡេហ្វូនិកនិងប្ដូរទឹករបស់វាជារៀងរាល់ថ្ងៃហើយរបួសរបស់វាបានជាសះស្បើយយ៉ាងឆាប់រហ័សមុនពេលដែលនាងដឹងវាជាខែធ្នូហើយថ្ងៃស្អែកគឺជាថ្ងៃចូលឆ្នាំថ្មីស៊ីវឡានអង្គុយក្បែរចង្ក្រានកូនម្សៅខណៈពេលដែលកូនស្រីអាយុ3ឆ្នាំរបស់នាងសៀវឈុយបានគូរង្វង់នៅលើដីដោយមែកឈើនាងដកដង្ហើមធំដោយសង្ឃឹមថាបុរសម្នាក់អាចជួយកាប់ឈើនិងដឹកទឹកដែលធ្វើឲ្យឆ្នាំថ្មីកាន់តែមានភាពរស់រវើកមុនពេលនាងនិយាយចប់សត្វហ្វូនិកពណ៌មាសបានហើរចុះមកខំខ្សែអាវផាយរបស់នាងស៊ីវឡានត្រដុសជើងរបស់នាងហើយសើចហើយស្ដីបន្ទោសថាកូនតូចអាក់រស់ឲ្យឯងមិនឲ្យខ្ញុំអ្វីដែលត្រូវរងចាំទេរឿងរ៉ាវនិយាយថាប៉ាបានទៅផ្សារដើម្បីទិញសាច់ចៀមដែលមានកាក់ស្ពាន់នៅក្នុងហោប៉ៅរបស់គាត់ឃើញស៊ីវឡានដើរចេញសត្វហ្វូនិកពណ៌មាសក៏ហើរយ៉ាងលឿនទៅរកកាំងក្រែឥតក្តៅភ្លាមនោះបន្ទប់នោះត្រូវបានងូតទឹកដោយពន្លឺចែងចាំងហើយសត្វហ្វូនិកបានប្រែក្លាយទៅជាបុរសវ័យក្មេងម្នាក់គាត់បានប្ដូរទៅជាអាវផាយបន្ទាប់ពីសាមដោយភ្លៀងអារម្មណ៍របស់គាត់អាក្រក់ខ្លាំងណាស់ដែលស្ទើរតែងឹតភ្នែកបុរសវ័យក្មេងនោះបានសូត្រមន្តហើយភ្លាមនោះគួស្រូវសាលីព្យួរពីធ្នឹមឈើហើយពោតពណ៌មាសបានកូរនៅជ្រុងមួយស៊ីវឡានកាន់សាច់ចៀមបានដើរឆ្លងកាត់មាត់ទ្វារហើយបានឃើញបុរសវ័យក្មេងនោះដែលហាក់ដូចជានៅទីនោះសម្រាប់អ្នកផ្គូផ្គងកំពុងលេងជាមួយសៀវគុយលើកាំងរបស់នាងជូតទឹកមាត់របស់នាងហើយស្រែកថាឯងកំពុងធ្វើអ្វីនៅក្នុងផ្ទះរបស់ខ្ញុំយុវជននោះបានលុតជង្គង់ចុះយ៉ាងប្រញាប់ប្រញាល់ថាបងស្រីកុំខ្លាចអីខ្ញុំជាសត្វហ្វូនិកដែលអ្នកបានជួយសង្គ្រោះខ្ញុំឈ្មោះអាឈៀងអ្នកបានជួយសង្គ្រោះជីវិតខ្ញុំហើយខ្ញុំមកដើម្បីតបស្នងសងគុណរបស់អ្នកខ្ញុំចង់សង់ផ្ទះជាមួយអ្នកស៊ីវឡានក៏ស្ក្បាលហើយនិយាយថាខ្ញុំគ្រាន់តែជាស្ត្រីមេម៉ាយក្រីក្រម្នាក់ដែលរវល់ចិញ្ចឹមកូនពេញមួយឆ្នាំខ្ញុំហត់នឿយណាស់អាឈៀងអបដៃរបស់គាត់ហើយញឹមដោយនិយាយថាដរាបណាប្អូនស្រីរបស់គាត់មានចិត្តល្អនោះគ្រប់គ្រាន់ហើយនៅយប់នោះអាឈៀងបានធ្វើម្សៅនិងសាច់បំពេញហើយបានបង្រៀនសៀវគុយពីរបៀបធ្វើនំប៉ាវពួកគេទាំង3នាក់បានប្រមូលផ្ដុំគ្នានៅជុំវិញរណ្ដៅភ្លើងហើយអ៊ីវឡានមានអារម្មណ៍ថាជីវិតរបស់នាងមិនបានឥតប្រយោជន៍ទេនាងមានអារម្មណ៍ស្រួលទាំងស្រុងប៉ុន្តែថ្ងៃល្អរបស់នាងមិនមានរយៈពេលយូរទេនៅថ្ងៃនោះភ្លៀងកំពុងធ្លាក់ទ្វារទីធ្លាត្រូវបានបើកភ្លាមហើយក្រុមអ្នកប្រមាញ់មួយក្រុមបានប្រញាប់ប្រញាល់ចូលមកលីប៉ាវដែលជាអ្នកដឹកនាំបានកាន់រោមសត្វភ្លឺចែងចាំងមួយនៅក្នុងដៃរបស់គាត់សម្លឹងមើលនិងជេរប្រមាថថាគូអ្នកស៊ីវឡានអ្នកបានលាក់សត្វហ្វូនិកមួយរោមសត្វនេះជាភស្តាងប្រគល់វាមកហើយខ្ញុំនឹងទុកជីវិតអ្នកស៊ីវឡានបានលាតដៃរបស់នាងដើម្បីការពារអាឈៀងដោយនិយាយយ៉ាងរឹងរូសថាគូខ្ញុំមិនដឹងអ្វីទាំងអស់អំពីសត្វហ្វូនិកទេនេះជាឪពុករបស់កូនខ្ញុំលីប៉ាវបានគ្រវីដៃរបស់គាត់ហើយអ្នកប្រមាញ់បានលោតទៅលើស៊ីវឡានដោយចងនាងទៅនឹងដីដំបងបានធ្លាក់មកលើនាងហើយខ្សែពួរបានរឹតជុំវិញនាងស្ទើរតែថប់ដង្ហើមស៊ីវឡានញ័រដោយការឈឺចាប់ប៉ុន្តែនាងមិនព្រមលែងនៅពេលដែលពួកអ្នកប្រមាញ់ឈប់ស៊ីវឡានបានស្លាប់ទៅហើយអាឈៀងលែងអាចទប់ខ្លួនឯងបានទៀតហើយគាត់បានក្រោកឈរឡើងរាងកាយរបស់គាត់ពោពេញដោយពន្លឺពណ៌មាសប្រែក្លាយទៅជារូបរាងហ្វូនិករបស់គាត់វិញគាត់បានប្រញាប់ប្រញាល់ទៅរកឈីឡិនដោយស្ដោះទឹកមាត់ចេញពីស្នូខាងក្នុងដ៏ភ្លឺចែងចាំងហើយសង្កត់វាទៅនឹងទ្រូងរបស់នាងស្នូខាងក្នុងបានភ្លឺឡើងហើយឈីឡិនបានភ្ញាក់ឡើងយឺតនៅពេលនោះពុកខ្មៅបានបោកបក់នៅលើមេឃហើយក្នុងចំណោមសំឡេងក្រហមដ៏ខ្លាំងឧត្តមសេនីយ៍សេលេស្ទៀលជាច្រើនអ្នកនៃគ្រួសារយេនបានមកដល់លើពួកគេបានក្រហមដោយកំហឹងដោយចាប់ប្រកាន់សត្វស្លាបតូចដ៏ទេវភាពថាបានប្រើប្រាស់បច្ចេកទេសអម្តៈដោយគ្មានការអនុញ្ញាតជាបទឧក្រិដ្ឋដែលមិនអាចអត់ទោសបានឧត្តមសេនីយ៍
ពីរនាក់បានគ្រវីកាំភ្លើងខ្លីរបស់ពួកគេសំឡេងដូចបំពង់របស់ពួកគេអំដោយផ្កាភ្លើងហើយវីប្រហាអេហៀងស្រែកដោយការឈឺចាប់សាមដោយភ្លៀងឈីលិនព្យាយាមប្រញាប់ប្រញាល់ទៅមុខដើម្បីបញ្ឈប់គាត់ប៉ុន្តែត្រូវបានរុញច្រានដោយឧត្តមសេនីយ៍បានលើកដៃឡើងហើយដាក់មន្តអាគមពន្លឺផ្កាយបានភ្លឺឡើងហើយអេហៀងបានប្រែក្លាយទៅជាសុទ្ធមូលឈីលិនកាន់សុទ្ធនោះដោយទប់ទឹកភ្នែកអ្នកបានរងទុក្ខវេទនានេះដើម្បីជួយសង្គ្រោះខ្ញុំក៏បន្ទាប់មកនាងបានដាក់សុទ្ធនោះនៅក្នុងឈូសចំបើងគ្រប់វាដោយក្រណាត់ទន់ហើយបដូរវេនគ្នាយាមវាជាមួយឈៀវខៃ21ថ្ងៃក្រោយមកនៅពេលព្រឹកព្រលឹមសំឡេងព្រះបានចេញពីសម្បកសុទ្ធហើយសាក់ហ្វូនិកតូចមួយបានលេចចេញពីស្នាមព្រះឈៀវខៃបានទេដៃតូចរបស់នាងហើយសើចលោកឪពុកខេងបានវិលត្រឡប់មករកភាពធម្មតាវិញអ្នកភូមិទាំងអស់និយាយថាឈីវឡានពិតជាមនុស្សល្អម្នាក់ដែលទទួលបានរង្វាន់ទោះបីជាសត្វស្លាបដ៏ទេវភាពបានផ្លាស់ប្ដូររូបរាងរបស់វាក៏ដោយក៏វានៅតែការពារម្ដាយនិងកូនស្រីអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង